Hello នេះស្វាគមន៍មកកាន់ការសង្ខេបសាច់រឿង One Piece របស់យើងម្ដងទៀតហើយនៅក្នុងភាគទី1145ដែលគេទៅតែចេញនៅក្នុងយប់មិញនឹងឯងតែនៅក្នុងភាគនេះវាមានអ្វីកើតឡើងខ្លះតើយើងទៅមើលទាំងអស់គ្នាកុំឲ្យខាតពេលយូរមុនចូលដល់វីដេអូសម្រាប់បងៗដែលមកថ្មីកុំភ្លេចណាជួយចុច Subscribe ខ្ញុំម្នាក់មួយផងក៏ដូចជា comment លេខនៅខាងក្រោមបានតើយើងចូលវីដេអូរបស់យើងទាំងអស់នេះ Let's go ក្នុងភាគថ្មីនេះយើងក៏បានឃើញថាតាចាស់ទាំង5ក៏នាំគ្នាធ្វើបាបទៅកាន់ Luffy ខ្លាំងមែនទែនដោយតាចាស់ទាំង5នោះក៏ខ្ញុំផ្លានភ្លេចឈ្មោះអស់បាត់ទៅហើយដោយតាចាស់មួយដែលមានរូបរាងដូចជាល្ពៅនឹងក៏បានលេបទៅកាន់ Luffy ក៏ប៉ុន្តែគ្មានបញ្ហាអ្វីនោះទេដោយសារតែមានយៈទាំងពីរនេះក៏បានជួយកាប់ទៅកាន់ពូជលេហ្នឹងដើម្បីជួយសង្គ្រោះ Luffy ចេញពីក្នុងពោះតាហ្នឹងយើងកម្លាំងយៈទាំងពីរហ្នឹងគឺសាហាវខ្លាំងតែមែនទែនគឺកាប់តាចាស់ហ្នឹងគឺដាច់ជាកង់ធ្វើឲ្យ Luffy ហ្នឹងក៏បានសើចសប្បាយខ្លាំងមែនទែនបន្ទាប់ពីចេញពីពោះតាហ្នឹងវិញនិយាយរួមទៅគឺប្លែករហូតបារម្ភបន្ទាប់ពី Luffy បានចេញពីពោះតាហ្នឹងហើយគ្មានអ្វីធ្វើនោះទេបន្ទាប់ពីគឺឃើញមុខគ្នាគឺសើចហាស់ដូចគ្នានឹងឯងហើយយៈនោះក៏បាននិយាយលេងទៅកាន់ Luffy ថាពួកគេហ្នឹងគឺបានខានជួបគ្នាគឺអស់រយៈពេលយូរណាស់មកហើយប្រហែលជា2ឆ្នាំយើងកាលក្នុងសាច់រឿងវិញយើងក៏បានឃើញថាតាចាស់រូបរាងដូចជាមន់ហ្នឹងក៏កំពុងតែហោះរកអ្វីមិនដឹងនោះទេដោយជីនបេកំពុងតែឈរមើលទៅកាន់តាចាស់ហ្នឹងហើយឆ្ងល់ទៅកាន់តាចាស់ហ្នឹងថាតាចាស់ហ្នឹងគឺស្អីគេហើយនៅជុំវិញខ្លួនតាចាស់ហ្នឹងគឺសម្បូរតាហគីខ្លាំងតែមែនតើបើយើងមករត់ចេញពីតាចាស់ហ្នឹងទៅយើងនឹងស្បៃថ្ងៃបន្ទាប់មកជីនបេក៏បានហោះចាក់ចេញពីតាចាស់ហ្នឹងនឹងលឿនខ្លាំងតែមែនតើជីនបេក៏បានហោះមកកន្លែងសូរ៉ូហើយប្រាប់ទៅកាន់សូរ៉ូថាតោះយើងរត់វិលបន្ទាប់មកសូរ៉ូក៏បាននិយាយថា Luffy នេះគឺមិនតន់ចាញ់នោះទេយល់ទៅគឺមិនតន់ដួលបើយើងកន្លែងមកកាន់ Luffy វិញរូបរាងរបស់គាត់ពិតជាតរន្តរាខ្លាំងមែនតើបន្ទាប់ពីស៊ីដាវរបស់សូរ៉ូហើយសំបីតែឈរក៏ឈរមិននឹងខុសក៏ប៉ុន្តែដោយសារតែគាត់គឺជាខ្លាឌឺដូច្នេះគាត់ក៏ចង់វាយជាមួយសូរ៉ូបន្តទៀតសូរ៉ូជាមួយ Luffy ក៏មកចង់វាយគ្នាបន្តមកយើងក៏បានឃើញសានជីក៏បានរត់មកកន្លែងពួកគេដោយស្រែកថាពួកឯងកាលណារត់ទៅកន្លែងទីតាំងរបស់យើងវិញពួកឲ្យស្គួតបន្តមកជីនបេក៏បានខត់ទៅកាន់សូរ៉ូដោយប្រាប់ទៅកាន់សូរ៉ូថាឥឡូវសូរ៉ូក៏បានឈ្នះទៅកាន់ Luffy ហើយក៏ប៉ុន្តែខ្លាតបនោះពិតជាឌឺខ្លាំងមែនទែនវាបានដើរមករកសូរ៉ូហើយពេលហ្នឹងដែរជីនបេក៏បានប្រឡែងសូរ៉ូតែក៏បានចាប់សូរ៉ូចុះក៏បាននិយាយទៅកាន់ Luffy ថាអូ sorry ខ្លាំងមែនទែនយើងនឹងប្រើកណ្ដាប់ដៃរបស់យើងគឺវាយទៅកាន់ឯងគ្រាន់តែមួយកណ្ដាប់ដៃរបស់ជីនបេយើងឃើញថាត្រូវទៅកាន់ Luffy នឹងហុយផ្សែងចុកពេញទៅនឹងឯងសំបីតែដើមឈើដើមដូងរគីហ្នឹងគឺដាច់ឡើងខ្ទេចខ្ទីអស់បាត់ទៅហើយបើយើងលេងមកកាន់ Luffy វិញឥឡូវក៏បានអស់អាវអស់ខោនៅខោតែក៏ប៉ុន្តែគាត់ក៏បានអស់រូបរាងជាមួយនឹងរូបរាងខ្លាតបងគាត់ក៏ប៉ុន្តែគាត់ក៏ងើបមុខមកភ្លឹងគាត់ក៏បានជួបជាមួយនឹងតាចាស់រូបរាងដូចមន់ធ្វើឲ្យ Luffy ពិតជាមានការស្លន់ជាមួយនឹងតាចាស់ហ្នឹងខ្លាំងមែនតើហើយតាចាស់រូបរាងមន់ហ្នឹងក៏បានសួរទៅកាន់ Luffy ថាតើឯងក៏បានឃើញយកអត់បើយើងលេងមកកាន់សូរ៉ូវិញកំពុងតែឈរឆ្ងល់ទៅកាន់តាចាស់ហ្នឹងថាតាចាស់ហ្នឹងគឺស្អីគេយើងលេងមើលខាងតាចាស់នេះកំពុងតែសន្លត់ទៅកាន់ Luffy ថាឯងឆ្លើយលឿនថាយកហ្នឹងគឺនៅទីណាហើយ Luffy ក៏បាននិយាយរៀបរាប់ទៅកាន់តាចាស់ហ្នឹងគឺច្រើនខ្លាំងមែនតើបន្ទាប់ពីតាចាស់ហ្នឹងស្ដាប់ហើយគាត់ក៏បានធ្វើដំណើរចេញពី Luffy ហើយប៉ែត Luffy ក៏បានស្រែកសុំជំនួយទៅកាន់តាចាស់ហ្នឹងថាឲ្យជួយមិត្តភ័ក្តិរបស់គាត់ផងនិយាយរួមថាគឺកូនចៅរបស់គាត់នឹងឯងតាចាស់ហ្នឹងគឺធ្វើមិនខ្វល់ហើយតាចាស់ហ្នឹងក៏ហោះទៅបាត់ទៅឥឡូវនេះយើងលេងមកកាន់ Luffy ជាមួយនឹងយៈវិញកំពុងតែឈរនិយាយគ្នាប្រូប្រែកគឺសប្បាយខ្លាំងតែមែនតើយើងពិតជាសប្បាយជាខ្លាំងមែនតើបានឃើញទម្រង់ឯងគឺប្រែកន្លាគឺបែបនេះពួកគេនិយាយគ្នាបន្តមកប្រហែលវិនាទីផងយើងក៏បានឃើញតាចាស់រូបរាងដូចជាជ្រូកជាមួយនឹងតាចាស់សាធើនក៏បានមកដល់ហើយក៏បាននិយាយប្រូប្រែកគ្នាច្រើនខ្លាំងមែនតើយៈហ្នឹងក៏បាននិយាយប្រាប់ទៅកាន់ Luffy ថាមុនគាត់ជួប Luffy គាត់ក៏បានឃើញសានជីហើយសានជីក៏បានរត់ទៅវិញហើយទៅក្រោយឥឡូវយើងមិនបាច់សខាប់អីវែងឆ្ងាយយើងមើលកន្លែងវាយគ្នាបណ្ដោយបន្តមកតាចាស់រូបដូចជាជ្រូកហ្នឹងក៏បានប្រែជាមួយនឹងហាគីដ៏ខ្លាំងសន្ធោសន្ធៅរបស់គាត់ហ្នឹងគឺក៏ហឹមមកកាន់ Luffy រួមទាំងយៈទាំងពីរនោះផងដែរនិយាយរួមទៅគ្រាន់តែចំហាយហាគីរបស់គាត់គឺសាយលង្កើកោះអស់មកជារៀងបាត់ទៅហើយធ្វើឲ្យពពួកមេរៀនកាហ្នឹងគឺបានស្លាប់ទាំងអស់ទោះបីជាយៈមានរូបរាងរបស់ប៉ុណ្ណាហើយក៏ទប់ជាមួយនឹងហាគីរបស់គាត់គឺសឹងតែមិនបានបាត់ទៅហើយបើយើងលេងមកកាន់ Luffy វិញឥឡូវគាត់គឺបានជ្រុះអាវជ្រុះសក់ជ្រុះភ្នែកចេញពីខ្លួនគាត់អស់បាត់ទៅហើយ Luffy ក៏បានស្រែកប្រាប់ប្រកាន់យៈទាំងពីរថាឲ្យជួយយកភ្នែកសក់ក្បាលគាត់ផងបន្ទាប់មកយៈក៏បានយកដាវរបស់គាត់ទៅរាំងដើម្បីកុំឲ្យបិជើនៅមួយនឹងភ្នែករបស់ Luffy គឺហោះទៅបានហើយបន្ទាប់មក Luffy ក៏បានយកភ្នែកយកសក់ក្បាលមកពាក់ដូចដើមវិញនិយាយរួមទៅតែហ្នឹងគឺកំប្លែងខ្លាំងតែមែនតើហើយពួកគេគឺទៅពីសាយលេងហើយយៈក៏បានសួរទៅកាន់ Luffy ថាឯងឥឡូវហ្នឹងគឺមានអីអត់ហើយយៈក៏បានថាទៀតថាតើ Luffy ឥឡូវគឺជាក្មេងតែកំប្លែងខ្លាំងតែមែនតើបន្ទាប់ពីឈប់បន្តមកប្រហែលវិនាទីផងយើងឃើញតាចាស់រូបរាងរមែហ្នឹងក៏បានប្រើជាមួយនឹងថាអំពរគាត់យ៉ាងខ្លាំងហើយទៀមរត់មកវាបហា Luffy ហ្នឹងហើយក៏បាននិយាយថាយើងគឺមិនឲ្យពួកឯងហ្នឹងគឺត្រឡប់ទៅវិញទេ Monkey D Luffy ដោយមិនចាំយូរតាចាស់ម្នាក់ហ្នឹងក៏បានរត់ហើយបន្តមកក៏បានហក់ហើយបង្វិលខ្លួនយ៉ាងលឿនខ្លាំងមែនតើដើម្បីវាបហាមកកាន់ Luffy ហើយ Luffy មានការស្លន់ជាខ្លាំងក៏ប៉ុន្តែភ្លាមហ្នឹងជាទាំងពីរក៏បានយកជាមួយនឹងខែរបស់ពួកគេយកមករាំងជាមួយនឹងផ្លាតរបស់តាចាស់រមៀនហ្នឹងឯងហើយជាទាំងពីរក៏បានប្រើក្លាយ៉ាងខ្លាំងហើយរុញតាចាស់នៅឡើងផ្លោងដាំដូងទៅក្រោយបាត់
តាហើយយល់ទៅយៈទាំងពីរនេះគឺខ្លាំងតែមែនតែនដែរហ្នឹងបន្តពីតាចារមៀប៉ាងហើយឥឡូវដល់តាចាសាធើម្ដងក៏បានប្រើជាមួយនឹងដឹងស្អីព្រោះវិញពីមាត់បាញ់រះដូចជាកំភ្លើងក៏ប៉ុន្តែភ្លាមហ្នឹងលូហ្វីក៏បានចេញមុខដើម្បីទប់ទល់ជាមួយនឹងតាចាសាធើលូហ្វីក៏បានទាញយកដើមដូងមួយដើម្បីមកខំកវីកបត់លញ៉ៃពេញទៅនឹងឯងខំចូលខំកាត់ជាដបងបេសបលហើយលេបពណ៌យ៉ាងលយហ្មងនិយាយទៅកន្លែងហ្នឹងលូហ្វីប្លែកខ្លាំងតែមែនតែមានមុខពាក់ទៀតលយកប់ហ្មងហើយលូហ្វីក៏បានយកជាមួយនឹងតំបន់របស់គាត់ទៅវាជាមួយនឹងក្របប្លង់របស់តានោះបាញ់មកយើងឃើញថាក្របប្លង់ទៅប្រហែលគឺលូហ្វីវាយទៅវិញទាំងអស់គ្រាន់តែបានវាយទៅភ្លាមធ្វើឲ្យលូហ្វីពិតជាសប្បាយចិត្តខ្លាំងតែមែនតែនិយាយរំទៅលូហ្វីគឺសាយទៅរបបនឹងឯងហើយក្របប្លង់នោះក៏បានប្លង់ទៅបុកតាចាស់ទាំងពីរទូទាំងព្រោះឲ្យលូហ្វីក៏បានលេងក្របភ្នែកភ្ញាក់ផ្អើលទៅកាន់ក្របពើរបស់តាសាធើនឹងជាខ្លាំងដោយសារតែក្របហ្នឹងគឺបានផ្ទុះទាំងឆេះពេញទៅព្រៃនឹងឯងហើយលូហ្វីក៏បាននិយាយតទៀតថាពួកគេគឺមិនទាន់ស្លាប់នោះទេតោះពួកយើងទៅដោយសារតែពួកគេគឺជាពពួក Immortal ហ្នឹងហើយអ្នកវីដេអូនេះសូមតែប៉ុណ្ណឹងសិនជួបនៅវីដេអូក្រោយបាយ Hello សួស្តីអ្នកសូមស្វាគមន៍មកកាន់ការសង្ខេបសាច់រឿង One Piece របស់យើងម្ដងទៀតហើយនៅថ្ងៃនេះមកធ្វើការសង្ខេបសាច់រឿងបែបលក្ខណៈ Two Piece នៅក្នុងភាគទី 1139 ហើយក៏ sorry ទៅកាន់អ្នកទាំងអស់គ្នាផងសម្រាប់វីដេអូមួយនេះគឺ spoil ទៅកាន់សាច់រឿងមុនតើសាច់រឿងរបស់យើងនៅក្នុងភាគទី 1134 វាទៅយ៉ាងណារវាង Luffy ប៉ះនេះជាមួយនឹងតាចាស់ទាំង5មុនចូលដល់វីដេអូសម្រាប់បងណាមកថ្មីកុំភ្លេចណាចុច like និងចុច subscribe ខ្ញុំម្នាក់មួយផងតោះយើងចូលវីដេអូរបស់យើងទាំងអស់គ្នា Let's go យើងតទៅផាត់មុនបន្តពី Luffy បានប្រើជាមួយនឹង Gear ទី 5 របស់គាត់ឥឡូវគាត់ក៏បានកាត់ជាតាចាស់បាត់ហើយតាចាស់ក្នុងចំណោមតាចាស់ទាំង5ក៏បានដេញតាមវាប្រហាមកកាន់ Luffy ភ្លាមនឹង Luffy ក៏មានកម្លាំងវិញបន្តមកក៏បានប្រើជាមួយនឹងដាប់ដៃកម្មរបស់គាត់ដែលគាត់ហៅថាគឺ Red Rock បន្តមកក៏បានដាល់ក្បាលរបស់តាចាស់ក្នុងម្នាក់នឹងឯងដោយសារតែដៃគាត់ឆេះសិតតែភ្លើងធ្វើឲ្យគាត់គឺពិតជាក្តៅខ្លាំងមែនទែនឥឡូវយើងកាត់មកមើលខាងណាមីជាមួយនឹង Usopp វិញក៏មានបញ្ហាផងដែរបាទឥឡូវយើងក៏លេងមកមើលសាងសានជីកំពុងតែលី Dr. Vegapunk គឺរត់លឿនខ្លាំងមែនទែនហើយយើងក៏លេងមើលខាង Bonnie វិញកំពុងតែប្រឈមមុខជាមួយនឹងតាចាស់ក្នុងម្នាក់ទាំង5នោះគឺធំខ្លាំងមែនទែនដូចសេះអញ្ចឹងឯងតាចាស់ហ្នឹងក៏បាននិយាយថាឲ្យ Bonnie ហ្នឹងគឺត្រឡប់ថយទៅក្រោយវិញបន្ទាប់មកក៏បានដកដាវគឺត្រៀមកាត់ទៅវាប្រហារទៅកាន់ពួកគេប៉ុន្តែភ្លាមហ្នឹងសានជីក៏បានប្រើលបឿនយ៉ាងលឿនខ្លាំងមែនទែនដើម្បីទៅធាក់ដាវជាមួយនឹងកតានឹងឯងធ្វើឲ្យតាចាស់ក្នុងចំណោមតាចាស់ទាំង5នោះគឺបាន fail ដើម្បីកាត់ជាមួយនឹង Bonnie បន្ទាប់ពីត្រូវបានសានជីទាត់កុំឲ្យកាត់ទៅកាន់ Bonnie ធ្វើឲ្យតាចាស់ហ្នឹងគឺពិតជាខឹងទៅខ្លាំងមែនទែនគាត់ក៏បានបញ្ចេញថាអពររបស់គាត់ទាំងសាហាវខូខើប្រែកន្លែងកាច់ជាសេះសានជីបន្ទាប់ពីទាត់ក្បាលតានឹងហើយគាត់ក៏ចង់រត់ផងដែរក៏ប៉ុន្តែភ្លាមនេះយើងក៏បានឃើញថាគឺសេះហ្នឹងក៏បានមកដល់ហើយក៏បានតម្បាក់សានជីដូចជាស្មៅហ្នឹងធ្វើឲ្យអ្នកនរពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនយល់ទៅគឺព្រួយបារម្ភទៅកាន់សានជីទាំងអស់គ្នាទាំងឯងឥឡូវនេះយើងក៏លើមើលទូករបស់ Luffy ដែលនៅខាងក្រៅបារីឬក៏របាំងការពារកោះនឹងឯងណាមីពិតជាព្រួយបារម្ភខ្លាំងមែនទែនដោយសារថាបារីហ្នឹងវាចិត្តបិទបាត់ទៅហើយUsopp ក៏បាននិយាយថាវាមិនជាបញ្ហាអ្វីទេយើងនឹងអាចទៅដល់សមុទ្រឲ្យលើនឹងឯងហើយឥឡូវពួកគេកំពុងតែចាំគ្នារបស់ពួកគេមកដល់ទូកនឹងឯងបើយើងក៏លេងមកកាំង Zoro ជាមួយនឹង Jinbe វិញកំពុងតែ chasing monster ដែលកំពុងតែរត់ឲ្យ monster ជើង4នឹងតាចាស់ក្នុងចំណោមតាចាស់ទាំង5ប្រែកន្លែងកាច់ជាសេះហ្នឹងហើយ Zoro ក៏បាននិយាយថាពួកយើងគឺនឹងអាចទៅទាន់ពេលវេលាបានហើយភ្លាមហ្នឹងតាចាស់ដែលមានរូបរាងសេះហ្នឹងក៏បានមកដល់ទូករបស់ Luffy ហើយគាត់ក៏បានដកដាវរបស់គាត់គឺត្រៀមកាប់មកកាន់ទូករបស់ Luffy នឹងឯងបើយើងក៏លេងមើល Zoro ជាមួយនឹង Jinbe វិញដោយរត់មិនទាន់ពួកគេក៏បានប្រើ IQ ដោយ Jinbe ក៏បានគប់ Zoro យ៉ាងលឿនខ្លាំងមែនតើដើម្បីវាបហាទៅកាន់តាចាស់ហ្នឹងកុំឲ្យកាប់ទូករបស់ពួកគេដោយតាចាស់ជើង4ហ្នឹងក៏មិនបានកាប់ទូកនោះទេគាត់ក៏បានយកដាវរបស់គាត់ដើម្បីរងជាមួយនឹងការវាបហារបស់ Zoro បន្ទាប់ពីបានប៉ះដាវគ្នាតាចាស់ហ្នឹងក៏បានមើលទៅកាន់ដាវរបស់ Zoro ហើយក៏បាននិយាយថា Ketetsu Blade Man យើងឥឡូវនេះយើងកាន់តែមើលយ៉ាដែលបានរត់គេចជាមួយនឹង Luffy យើងឃើញថាពួកគេឥឡូវក៏បាននៅលើទូកហើយយ៉ាហ្នឹងក៏បាននិយាយថា Monster ស្អីគេហ្នឹងអា Beast អីគេហ្នឹងគឺបានមកញ៉ៃពួកគេទៀតហើយយ៉ាហ្នឹងក៏បាននិយាយថាបើសិនមកយើងមានស្លាប់វិញយើងនឹងវាយឯងនៅលើមេបន្ទាប់មកអាសាច់ចម្លែកហ្នឹងក៏បាននិយាយថាយើងគឺមិនអនុញ្ញាតឲ្យពួកឯងគឺកិច្ចខ្លួននោះទេអាភ្លើងឆេះទុកពួកយ៉ានេះនាំគ្នារួមមិនដឹងថាវារួមធ្វើស្អីវានេះអត់យល់នេះកំពុងតែមិនយល់នេះឥឡូវនេះយើងលេងមើលខាង Luffy វិញឥឡូវក៏បានប្រើជាមួយនឹង Gear ទី 5 របស់គាត់មកបបួល Bonnie ហ្នឹងប្រែកន្លែងជាមួយគ្នាហើយ Luffy ក៏បាននិយាយថាខ្ញុំសង្ឃឹមថាអ្នកអាចធ្វើបានឥឡូវនេះយើងក៏បានឃើញថា Bonnie កំពុងតែប្រើជាមួយនឹងសមត្ថភាពរបស់នេះដើម្បីប្រែកន្លែងទៅជា Gear ទី 5 របស់ Luffy នឹងឯងហើយភ្លាមហ្នឹងយើងក៏បានឃើញថាគឺមាននីកាគឺលេចឡើងមកមួយទៀតហើយគឺជានីកាស្រីគឺជា Bonnie នឹងឯងបន្ទាប់ពីមាននីកា2នាក់ធ្វើឲ្យពួកគេទាំងពីរពិតជាសប្បាយចិត្តខ្លាំងមែនទែននិយាយទៅគឺសើចលេងសប្បាយដល់កកហ្មងពីអ្នក Luffy ហ្នឹងឥឡូវនេះយើងក៏លេងមើលខាង3 side ដែលជាហោវិញឥឡូវគឺត្រៀមការវាបហាទៅកាន់អាទុកដែលយ៉ាហ្នឹងកំពុងតែនៅលើនឹងឯងហ
ហើយភ្លាមណាបីសាយហ្នឹងក៏បានព្រុសជាមួយនឹងថាមពលភ្លើងគឺវាបហាតកាន់ទុកនឹងឯងក៏ប៉ុន្តែ Luffy ក៏បានមករងជំនួសព្រោះអង្គទី5របស់ Luffy គឺបែកងាយអញ្ចឹងឯងគឺមិនខ្លាយភ្លើងខ្លាយឯងយល់ទៅគឺសុខចិត្តឈឺឲ្យបានសុបាយហ្នឹងហើយនេះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេណាមួយអាចពិផាត់មុនត្រង់កន្លែង Luffy បានប្រើជាមួយនឹងអង្គទី5របស់គាត់ដើម្បីវាបហាតកាន់តាចាស់ក្នុងចំណោមម្នាក់ទាំង5ហើយគ្នារបស់ Luffy ទាំងអស់គ្នាហ្នឹងគឺបានរួមជាមួយនឹង Super របស់ Poke ត្រៀមវាបហាតកាន់តាចាស់នឹងឯងរួមទាំង Bonnie អង្គទី5របស់នាងផងដែរនាងក៏បានប្រើជាមួយនឹងក្បាច់ដកធំរបស់នីកាវាបហាតកាន់ Luffy បន្ទាប់មកក្បាលពោះរបស់ Luffy ក៏បានបុកត្រូវកដាក្បាលរបស់តាចាស់ទាំង5ធ្វើឲ្យតាចាស់ហ្នឹងក៏បានប៉ើងតបាត់ធ្វើឲ្យតាចាស់ហ្នឹងគឺបានប៉ើងទៅចង្អែមិនដឹងថាប្រមាណម៉ែត្រទេដោយសារតែត្រូវក្បាលពោះរបស់ Luffy យើងកាន់តែមើលខាងទុករបស់ Luffy វិញតែនៅខាងក្រៅក៏Atlas ក៏បាននិយាយលាទៅកាន់លិនថាខ្ញុំគឺនឹងចាក់ចេញពីឯងហើយខ្ញុំសង្ឃឹមថាឯងហ្នឹងគឺអាចទៅរក One Piece ឃើញហើយភ្លាមឡើងតាចាស់ជើង4ដូចសេះហ្នឹងក៏បានរត់មីបហាទុករបស់សំពៅរបស់ Luffy ហើយ Atlas នាងក៏បានធ្វើការ explain អីច្រឡំបញ្យល់ទៅកាន់តាចាស់សេះហ្នឹងក៏ប៉ុន្តែតាចាស់សេះហ្នឹងគាត់គឺមិនស្ដាប់បន្តែគាត់បានប្រើដារបស់គាត់ដើម្បីកាត់ទៅកាន់ Atlas នឹងឯងគឺដៃអស់មួយជារៀងធ្វើឲ្យ Zoro ពិតជាព្រួយបារម្ភទៅកាន់ Atlas ខ្លាំងមែនទែន Zoro ក៏បានស្រែកថាចាប់ធ្វើឲ្យលឿនទៅប្រូតបពី Zoro បានស្រែកធ្វើឲ្យទុករបស់ Zoro គឺលឿនខ្លាំងតែមែនទែនឥឡូវនេះយើងក៏បានឃើញថាសំពៅរបស់ Luffy ក៏បានគេចចេញអាពីកោហ្នឹងក៏បានជោគជ័យហើយបើយើងក៏លេមើលខាង Atlas វិញនាងពិតជាទរនទរាខ្លាំងមែនទែនដោយសារតាចាស់ហ្នឹងក៏បានកាប់នាងដាច់ជាកង់បាត់ទៅហើយភ្លាមហ្នឹងតាចាស់ហ្នឹងក៏បានកាត់ Atlas ហ្នឹងគឺផ្ទុះទាំងហើយផ្សែងពេញទៅនឹងឯងយើងក៏លេមើលក្រៅកវិញ Sanji ក៏បានសម្លឹងមើលទៅកាន់សំពៅ Sunny របស់កូនក៏ពងធ្លាក់មកហើយនៅលើសំពៅ Sunny ហ្នឹង Zoro ក៏បានស្រែកប្រាប់ទៅកាន់ Nami ឲ្យ Nami ហ្នឹងគឺក្រោមតោងឲ្យខ្លាំងទៅឥឡូវហ្នឹងពួកយើងក៏កំពុងតែធ្លាក់ទៅក្រោមហើយឥឡូវនេះយើងក៏លេមើលខាងតាចាស់សាធើវិញគាត់កំពុងតែប្រើកញ្ចក់ដៃរសែនស្រួយរបស់គាត់គឺវាប្រហាមកកាន់ជាហើយភ្លាមហ្នឹងដែរ Luffy ក៏បានមកដល់បន្ទាប់មក Luffy ក៏បានប្រើជាមួយនឹងកណ្ដាប់ដៃកៅស៊ូរបស់គាត់គឺវាប្រហាទៅកាន់តាចាស់សាធើកុំឲ្យតាចាស់សាធើហ្នឹងវាប្រហាទៅកាន់ពួកយៈបន្ថែមទៀតយើងក៏លេមើលខាងតាចាស់សាធើបន្ទាប់ពីឃើញ Bonnie ជានិកានគាត់ជាមានការភ្ញាក់ផ្អើលខ្លាំងមែនតើបើយើងក៏លេមើលខាង Bonnie វិញនាងគឺពិតជាភ័យខ្លាចទៅកាន់តាចាស់សាធើនឹងខ្លាំងមែនតើហើយ Luffy ក៏បាននិយាយទៅកាន់ Bonnie ថានេះគឺជា Bonnie តែឯងគឺត្រៀមទទួលយកកណ្ដាប់ដៃរបស់ពួកយើងទាំងពីរនាក់ហ្នឹងទៅហើយតាចាស់សាធើក៏បាននិយាយប៊ូលូទៅកាន់ពួកគេទាំងពីរថាពួកឯងគឺត្រឹមជាសត្វល្អិតប៉ុណ្្នឹងឯងបន្ទាប់មកមិនចាំយូរ Luffy ក៏បានប្រើជាមួយនឹងកណ្ដាប់ដៃរយពាន់របស់គាត់គឺវាប្រហាទៅកាន់តាចាស់សាធើធ្វើឲ្យតាចាស់សាធើក៏បានបែកមុខបែកមាត់គឺខូចរករៀងដល់សង្ហារបស់គាត់ដូចជាសត្វពីងពីនឹងអស់បាត់ទៅហើយឥឡូវនេះតាសាធើក៏បានមើលងាយទៅកាន់ Luffy ក៏ប៉ុន្តែត្រូវបានកណ្ដាប់ដៃរបស់ Luffy គឺវាយឡើងប៉ើងធ្លាក់ពីលើទូកយើងកាន់មើលខាង Zoro វិញដោយសារតា Zoro គឺហមមិនតាន់បានឆ្ងាយតាចាស់នោះក៏ត្រៀមវាប្រហាមកកាន់ Zoro បន្ថែមទៀតហើយភ្លាមនឹងដែរ Zoro ក៏បានត្រៀមដកដាវរបស់គាត់ដើម្បីទប់ទល់ជាមួយនឹងតាចាស់នឹងឯងធ្វើឲ្យអ្នកទាំងអស់គ្នាពិតជាមានការភ័យខ្លាចខ្លាំងណាស់ដោយសារតែមានតាចាស់គឺច្រើនខ្លាំងមែនទែនឡងពេលដែល Ruby ស្លាប់នឹងភ្លាមនឹងយើងក៏បានឃើញថាគឺមានកលឹះយន្តមួយបាននិយាយថា Sorry Joy Boy មនុស្សជនចេះនិយាយនោះក៏បាននិយាយថាខ្ញុំគឺបានបរាជ័យបាត់ទៅហើយក្នុងការប្រមូលផ្ដុំហាគីដ៏សន្ធោសន្ធៅរបស់អ្នកគឺដាក់បញ្ចូលក្នុងខ្លួនរបស់ខ្ញុំហើយកំឡុងពេលដែលសំខាន់បើសិនអ្នកហ្នឹងគឺត្រូវការជួយពីណាគេអ្នកគ្រាន់តែដោះសៀលនឹងទៅហើយភ្លាមនឹងដែរមនុស្សយន្តហ្នឹងគឺបានដោះជាមួយនឹងសៀលធ្វើឲ្យហាគីសន្ធោសន្ធៅរបស់ Joy Boy គឺបានចេញមកឡើងពេញទៅនឹងឯងធ្វើឲ្យតាចាស់ត្រៀមវាបហាតកម្មទុករបស់ Zoro ទាំងការវាបហារបស់ពួកគេទាំងអស់ហ្នឹងឯងហើយពួក Marine កាគីក៏បាននិយាយថាតើហាគីហ្នឹងគឺជាហាគីអីគេបានវាទៅហៅខ្លាំងម្ល៉េះហើយភ្លាមហ្នឹងធ្វើឲ្យតាចាស់ទាំង5ហ្នឹងគឺបាន transform របស់ពួកគេគឺទៅរូបរាងដើមរបស់ពួកគេគឺទាំងអស់មិនត្រូវប៉ុណ្្នឹងទេនិយាយរួមទៅពួកគេគឺបានផ្លោងមកដល់កន្លែងពួកគេដើមហើយអាហាគីហ្នឹងវាមិនធម្មតាទេវាក៏បានសាយភីចំហាយរបស់វាគឺបានមកដល់ Emu ផងដែរហើយ Emu ក៏បាននិយាយថា Joy Boy យើងកាន់មកខាងកោះ Eight Head វិញយៈ2នេះក៏បាននិយាយថាអូអាហាគីនេះពិតជាខ្លាំងមែនទែនវាខ្លាំងជាងហាគីសែងទៅទៀតបើយើងក៏លេងមកកាន់ Luffy ក៏បានស្រែកអរគុណគ្រប់យ៉ាងទៅកាន់មនុស្សយន្តថ្ម Luffy ហៅមនុស្សយន្តថ្មតែប៉ុន្តែមនុស្សយន្តហ្នឹងដែកតែបើយើងក៏លេងមើលខាងមនុស្សយន្តថ្មនេះឥឡូវប្រហែលជាស្លាប់បាត់ទៅហើយនិយាយរួមទៅគឺអតែដោយសារតែពីមុនគឺមានហាគី Joy Boy នៅក្នុងខ្លួនបើក៏លេងមកកាន់ Luffy ពិតជាសប្បាយខ្លាំងមែនទែនបើកង Marine វិញឥឡូវក៏បានដេកដួលកាំងស្ទែកអស់បាត់ទៅហើយពេលនេះយើងក៏លេងមកខាង Zoro គាត់ពិតជាមានការធូរស្រាលខ្លាំងមែនទែនគឺ B ស្លាប់បើយើងក៏លេងមក Luffy វិញឥឡូវក៏ជាតាចាស់បាត់ទៅហើយ Sanji វិញកំពុងតែឈោមើលទៅកាន់ Dr. Vegapunk ដោយសារតែ Dr. Vegapunk ឥឡូវកំពុងតែដេកស្ប៉ាំមិនដឹងថាស្លាប់ឬក៏រស់នោះទេហើយពួកគេទាំងអស់គ្នាក៏បានចាក់ចេញពីកោះ Eight Head ហ្នឹងឡើងមានសុវត្ថិភាពឈៀលខ្លាំងមែនទែនអត់ពីស្លាប់ពួកគេគឺឈៀលភ្លាមបរោយពួកយ៉ានេះគឺគ្មានខ្វល់អ្វីទាំងអស់បើយើងក៏លេងមកខាងពួកតាចាស់ទាំង5យើងឃើញថារបស់ Sen គឺបានដើរមកកាន់កន្លែងតាចាស់ទាំង5ហ្នឹងឯងហើយពួកគេក៏បាននិយាយគ្នាតាក់ទងជាមួយនឹងរឿងតឡើងតណាតលក្ខណៈហ្នឹងឯងអាលីងក៏បាននិយាយថាអញ្ញារបស់ពួកយើងគឺធ្វើការជាមួយគ្នាឲ្យបានល្អដើម្បីកែប្រែពិភពលោកនេះវាកាន់តែប្រសើរជាងមុនបើយើងក៏លេងមកកាន់តាចាស់សាធើវិញគឺគាត់កំពុងតែមានចម្លែកកាត់ឡើងទៅកាន់គាត់ធ្វើ
ឲ្យពពួកកូនចៅរបស់គាត់ពិតជាមានការភ័យផ្អើលខ្លាំងមែនទែនភ័យខ្លាចហើយអ៊ីមូក៏បាននិយាយសឡុតទៅកាន់តាចាសាធើនឹងថាតាចាសាធើពិតជាធ្វើការអង់ខ្លាំងមែនទែននិយាយរួមទៅកន្លែងហ្នឹងគឺចង់និយាយថាអញ្ចឹងដោយសារតែចយបយហ្នឹងក៏បានជួយធ្វើឲ្យពួកកូនក៏បានរត់គេចខ្លួនហើយតាសាធើក៏បានត្រូវទរណកម្មគឺស្លាប់បាត់ទៅហើយសារតែកូនគឺបានធ្វើការ fail គឺមិនអាចចាប់ទៅកាន់ Luffy រួមទាំងក្រុមរបស់ Luffy ហើយទាំង Dr. Vegapunk ទៀតហើយសាច់រឿងនៅគណៈធូបភារបស់យើងគឺវាមានតែប៉ុណ្្នឹងឯងនិយាយរួមទៅគឺអត់ទាន់មានផាតថ្មីទេបើមិនមានផាតថ្មីខ្ញុំនឹងយកមកនិយាយឲ្យអ្នកបានទស្សនាហើយសង្ឃឹមថាអ្នកនរគឺមើលហើយកុំភ្លេចណាជួយចុច Subscribe ខ្ញុំម្នាក់មួយផង Goodbye I wish you happy forever